មិនធម្មតាទេទុនសាយមួយក្បាលមានតម្លៃស្មើម៉ូតូមួយគ្រឿងបច្ចុប្បន្ននេះពលរដ្ឋខ្មែរមួយចំនួនកំពុងតែពេញនិយមនៅក្នុងការចិញ្ចឹមសត្វផ្សេងៗដូចជាកូនសំណក់ឬក៏សត្វឆ្កែសត្វឆ្មាក៏ដូចជាទុនសាយនៅតាមគេហដ្ឋានជាដើមដើម្បីបង្កើតនូវវប្បធម៌នៃការចេះស្រឡាញ់សត្វដល់កូនក៏ដូចជាបង្វែរចំណាប់អារម្មណ៍កូនពីការចំណាយពេលវេលាច្រើនពេកលើការលេងគ្រឿងអេឡិចត្រូនិកនៅពេលដែលនិយាយដល់សម្រស់ទុនសាយនោះលោកអ្នកពិតជាលាន់មាត់សរសើរថាពិតជា cute គួរឲ្យប៉ែតតៃខ្លាំងណាស់ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោកអ្នកពិតជាបើកភ្នែកធំជាងមុនទៅទៀតនៅពេលដែលដឹងអំពីតម្លៃនៃពូជទុនសាយមួយប្រភេទដែលមានតម្លៃស្មើនឹងម៉ូតូថ្មីមួយគ្រឿងសត្វទុនសាយមួយប្រភេទដែលមានតម្លៃជិតស្មើម៉ូតូមួយគ្រឿងគឺជាពូជទុនសាយប្រភេទយក្សដែលមានឈ្មោះជាភាសាអង់គ្លេសថា Flemish Giant Rabbit មានដើមកំណើតមកពីប្រទេសប៊ែលស៊ិកបច្ចុប្បន្នមានលក់នៅក្នុងកសិដ្ឋានមួយនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាសត្វទុនសាយនេះមានលក្ខណៈពិសេសនិងថ្លៃជាងគេក៏ព្រោះថាវាជាពូជយក្សធំជាងគេបង្អស់នៅក្នុងចំណោមពូជទុនសាយដែលវាមានទម្ងន់កម្ពស់ធំជាងប្រភេទទុនសាយផ្សេងវាមានទម្ងន់អាចចាប់ពី10គីឡូក្រាមឡើងទៅនិងមានប្រវែងប្រហែល 1.3 ម៉ែត្រឬក៏3ទៅ4ហ្វីតរីឯពូជទុនសាយផ្សេងទៀតអាចមានត្រឹមតែ2ទៅ3គីឡូក្រាមតែប៉ុណ្ណោះម្ចាស់កសិដ្ឋានចិញ្ចឹមទុនសាយ Campbell Farm Rabbitry ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថាពូជទុនសាយយក្សនេះគឺមានតម្លៃមួយក្បាលរហូតដល់$1000សហរដ្ឋអាមេរិកប៉ុន្តែបើយោងទៅតាមម្ចាស់កសិដ្ឋានបានឲ្យដឹងថាប្រភេទទុនសាយយក្សនេះលក់មិនសូវដាច់ដូចទុនសាយប្រភេទពូជធម្មតានោះទេបាននិយាយថាបច្ចុប្បន្នគាត់មានសត្វទុនសាយជាង10ប្រភេទដែលប្រភេទលក់ដាច់ជាងគេគឺប្រភេទពូជធម្មតាម្ចាស់កសិដ្ឋានក៏បានបន្តថាយើងមានពូជទុនសាយជាង10ពូជនៃសត្វទុនសាយដែលលោកកំពុងមាននៅក្នុងកសិដ្ឋានដែលមានដូចជាពូជធម្មតារោមវែងសម៉ៅតូចកាំញីញ៉សេឡែនសនិងខ្មៅត្រចៀកធ្លាក់និងទុនសាយពូជយក្សជាដើមហើយពូជយក្សនេះមានតម្លៃថ្លៃបន្តិចដោយសារតែវាជាប្រភេទពូជដែលធំបំផុតនៃពូជសត្វទុនសាយនៅក្នុងលោកហើយទុនសាយប្រភេទនេះលក់បានមួយទេមិនសូវមានអ្នកទិញប្រហែលជាគាត់គិតថាធំពេកពិបាកកូនលេងហើយនៅក្នុងកំឡុងពេលនេះលោកថាជាមធ្យមមួយថ្ងៃអាចលក់បាន100កូនសម្រាប់ប្រភេទធម្មតាជួនកាលមួយអាទិត្យជាង100កូនហើយថ្ងៃខ្លះលក់បាន150កូននៅក្នុងមួយថ្ងៃម្ចាស់កសិដ្ឋានក៏បានបន្ថែមថាសត្វទុនសាយទាំងនេះយើងមិនចាំបាច់ចាក់ថ្នាំប្រើថ្នាំអ្វីឬក៏វះកាត់អ្វីដើម្បីបំបិតមិនឲ្យវាមានកូននោះទេមានន័យថាបើអតិថិជនជាមួយគូប្រភេទដូចគ្នាញីនិងឈ្មោលដូចនេះវាពិតជាអាចបង្កើតកូនបានមានអតិថិជនខ្លះទិញជាគូទៅហើយមានកូនអ្នកខ្លះក៏ទុកអ្នកខ្លះក៏គាត់យកកូនទុនសាយមកឲ្យខាងយើងវិញក៏មានតែគាត់សុំដូរអាផ្សេងទៅវិញដែរម្ចាស់កសិដ្ឋានបានបន្ថែមថាសត្វទុនសាយគ្រប់ប្រភេទអាចរស់នៅបានចាប់ពី5ឆ្នាំរហូតដល់10ឆ្នាំឯណោះដែលវាអាស្រ័យទៅលើការចិញ្ចឹមនិងប្រភេទពូជរបស់សត្វនេះផងដែរហើយជាធម្មតាសត្វទុនសាយអាចបង្កើតកូនម្ដងបានរហូតដល់5ទៅ7ក្បាលឬអាចច្រើនជាងនេះមិនត្រឹមតែពូជយក្សទេដែលមានតម្លៃថ្លៃពូជទុនសាយតូចខ្លះក៏មានតម្លៃស្មើនឹង$1000សហរដ្ឋអាមេរិកដែរ